បាទគោរពសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះមានបានវិលត្រឡប់ជាមួយសាច់រឿងនិទានថ្មីម្ដងទៀតហើយសាច់រឿងថ្ងៃនេះយើងបានពីប្រិយមិត្តម្នាក់ដែលគាត់រស់នៅខាងខេត្តបាត់ដំបងសាច់រឿងគឺលោកគ្រូមន្តអាគមបានឃុំប្រលឹងខ្មោចក្នុងព្រៃមរណៈនេះជា channel របស់ admin ជា channel ថ្មីសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងគាំទ្រ channel របស់ admin បើចូលចិត្តស្ដាប់ admin សម្រាប់កុំភ្លេចចុចសញ្ញាជាវក្រោមវីដេអូ admin ម្នាក់មួយផងដើម្បីឲ្យ admin នឹងមានកម្លាំងចិត្តធ្វើវីដេអូដើម្បីចែកជូនប្រិយមិត្តស្ដាប់បើសិនជាប្រិយមិត្តទាំងអស់គ្នាមានជាសាច់រឿងខ្លួនឯងក៏បានឲ្យ admin ហ្នឹងសម្រាប់ចែកជូនប្រិយមិត្តស្ដាប់ដូចតែគ្នាដែរអញ្ចឹងយើងចូលសាច់រឿងយើងតែម្ដងកុំឲ្យវែងឆ្ងាយច្រើននៅក្នុងភូមិតូចមួយដែលជាប់នៅជើងភ្នំមានព្រៃជ្រៅដល់ខ្មៅងងឹតមួយដែលគេហៅថាព្រៃមរណៈព្រៃនេះមានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើនតែធ្វើឲ្យអ្នកភូមិមិនហ៊ានចូលទៅជិតនោះឡើយជាពិសេសទៀតនៅពេលយប់ពួកគេនិយាយថាព្រៃនេះជាជំរកប្រលឹងខ្មោចដែលត្រូវបានឃុំទុកដោយលោកគ្រូខ្មោចដែលគេជាតួអង្គដល់អាកំបាំងមួយគេនិយាយថាគ្រូខ្មោចនេះស្លាប់ជាយូរលង់ណាស់មកហើយពីមុនក៏ធ្លាប់ជាគ្រូបង្រៀននៅក្នុងភូមិនោះដែរប៉ុន្តែបានស្លាប់យ៉ាងមានភាពដល់អាកំបាំងហើយពេលព្រឹកគាត់បានคลายទៅជាអ្នកឃុំប្រលឹងខ្មោចនៅក្នុងព្រៃមរណៈនេះអ្នកភូមិគ្រប់គ្នាតែងតែប្រមានកុមារកុំឲ្យចូលទៅក្នុងព្រៃនោះព្រោះដែលណាមួយក្នុងព្រៃនោះគឺមានភាពអាកំបាំងជាច្រើនមិនឲ្យទៅនោះទេមិនមែនដែលត្រឡប់មកវិញនោះឡើយអ្នកដែលទៅគ្មានអ្នកណាមួយដែលមានជីវិតរស់នៅត្រឡប់មកវិញនោះទេវាតែមានរឿងរ៉ាវកើតឡើងចំពោះមនុស្សម្នាក់ដែលចូលទៅក្នុងព្រៃនឹងប៉ុន្តែក្មេងៗនៅក្នុងភូមិដែលមានចូលចិត្តផ្សងព្រេងតែងតែលួចនិយាយគ្នាអំពីរឿងរ៉ាវគួរឲ្យខ្លាចទាំងនោះហើយខ្លះទៀតក៏ចង់សាកល្បងចិត្តខ្លួនឯងថាក្លាហានប៉ុណ្ណានៅយប់មួយពេលដែលមានពន្លឺព្រះច័ន្ទស្រអាប់នឹងខ្យល់បក់បោកគួរឲ្យញាក់ខ្សាច់តែម្ដងមានក្មេងប្រុស2នាក់ឈ្មោះសុកនិងឈ្មោះមុងគាត់បានសម្រេចចិត្តលួចចូលទៅក្នុងព្រៃមរណៈនឹងតែ2នាក់តែប៉ុណ្ណោះដើម្បីបញ្ជាក់ថាគេមិនខ្លាចខ្មោចនោះទេពួកគេបានយកពិលនិងខ្សែកមួយចំនួនហើយចាប់ផ្ដើមធ្វើដំណើរដល់គ្រោះថ្នាក់របស់ពួកគេពេលដែលដើរចូលទៅក្នុងព្រៃពួកគេបានឮសំឡេងចម្លែកនៅពីក្រោយខ្នងឬពីមុខគាត់ថាសំឡេងហ្នឹងដឹងថាជាសំឡេងអ្វីទេគាត់បាននិយាយមួយមកថាមកតើសំឡេងហ្នឹងជាសំឡេងអ្វីណោះឯងនិយាយមកគ្នាអញ្ចឹងមិនគ្នាទៅដឹងបន្តិចយើងមកតែ2នាក់តែមែនវាគ្មានរឿងអីទេបោះយើងដើរទៅមុខទៀតដូចជាសំឡេងខ្យល់បក់លហិនិងសំឡេងសើចយ៉ាងក្អាកក្អាយសុកដែលជាអ្នកក្លាហានជាងគេហ្នឹងបានប្រាប់ម៉ុងថាវាគ្រាន់តែជាសំឡេងខ្យល់បក់តែប៉ុណ្ណោះប៉ុន្តែនៅពេលពួកគេដើរទៅកាន់តែជ្រៅទៅពួកគេក៏បានឃើញស្រមោលមួយដែលមើលទៅដូចជាមនុស្សឈរអញ្ចឹងនៅចន្លោះដើមឈើស្រមោលនោះស្លៀកពាក់រូបភាពយ៉ាងចំណាស់ហាក់ដូចជាស្គមស្គាំងខ្លាំងមែនទែនហើយកាន់ក្នុងដៃមានសិភៅមួយក្បាលនៅក្នុងដៃថែមទៀតផងសុកក៏បានសួរតំបងថាម៉ងតើបរោះចំណាស់ហ្នឹងគាត់កាន់អ្វីទៅណោះ
យើងឆ្ងល់ខ្លាំងមែនទែនចាឯងសួរខ្ញុំហ្នឹងអោខ្ញុំហ្នឹងទៅសួរណាគេមកក៏ចាប់ដើមមានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនព្រោះអីក្នុងព្រៃមរណៈហ្នឹងគ្មានអ្នកណាម្នាក់ណាបានចូលទៅក្នុងព្រៃនោះទេវាមានភាពអាកំបាំងជាច្រើនដែលអ្នកភូមិឬមួយកុមារាកុមារីម្ដាយឪពុកមិនអោយចូលទៅក្នុងព្រៃនោះឡើយដោយសារតែមានការបាត់ខ្លួនជាច្រើនសូម្បីតែអ្នកភូមិតូចធំគោក្របីបានចូលក្នុងព្រៃមរណៈហ្នឹងបានបាត់ខ្លួនជាញឹកញាប់អញ្ចឹងហើយអ្នកភូមិមួយចំនួនក៏គេហៅថាព្រៃនេះជាព្រៃមរណៈដែលធ្វើឲ្យបាត់បង់អាយុជីវិតទាំងសត្វទាំងមនុស្សចឹងយើងចូលសាច់រឿងយើងតែម្ដងណាមួយសុកស្វែកឡើងផ្លត់សម្លេងតែម្ដងស្រមោលនោះបានលេចឡើងនៅក្នុងភាពងងឹតភ្លាមមកដែលជាអ្នកចាប់ផ្ដើមភ័យខ្លាចបានស្នើសុំឲ្យត្រឡប់មកក្រោយវិញគាត់ខ្លាចខ្លាំងណាស់ប៉ុន្តែសុកបានទទូចចង់ទៅបន្តមុខទៀតចង់ដឹងរឿងរ៉ាវពីអ្វីខ្លះដែលកើតឡើងដែលអ្នកភូមិណាមិនអោយពួកគេចូលមកពួកគេបានបន្តដំណើរទៅហើយភ្លាមនោះពួកគេបានឮសំឡេងលោកគ្រូចាស់ម្នាក់កំពុងអានអ្វីមួយសំឡេងនោះច្បាស់ឡើងប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះនោះទេធ្វើឲ្យបរោះមុងហើយនឹងសុកមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំងមុងនឹងក៏សុំសុកថាសុកយើងត្រឡប់ទៅវិញទៅមើលទៅក្នុងព្រៃហ្នឹងវាគួរឲ្យខ្លាចខ្លាំងមែនទែនមិនគួរយើងមិនស្ដាប់ឪពុកម្ដាយយើងនោះទេសុកក៏នៅតែរឹងក៏និយាយទៅវិញថាមិនអីទេហ្មងឯងមកពីអ្នកគ្នាហើយចាំបាច់អីត្រូវខ្លាចណាមួយគ្នាក៏ចេះបន្តិចបន្តួចពីដូនតារបស់គ្នាដែរចឹងយើងធ្វើដំណើរទៅមុខទៀតមកដែលជាអ្នកភ័យខ្លាចយ៉ាងខ្លាំងហ្នឹងបានរត់ចេញពីទីកន្លែងនោះប៉ុន្តែសុកបានដើរតាមសំឡេងនោះទៅនៅទីបំផុតគេបានរកឃើញសាលាចំណាស់មួយដែលគេនិយាយថាត្រូវបានបោះបង់ចោលជាច្រើនឆ្នាំមកហើយនឹងជាងទសវត្សរ៍មកហើយនៅខាងក្នុងគេបានឃើញលោកគ្រូបង្រៀនម្នាក់ដែលបានមានមុខមាត់ដូចជាស្គមស្គាំងនិងភ្នែករបស់លោកគ្រូនឹងដូចជាគ្មានជីវិតនោះឡើយកំពុងតែអានសៀវភៅមួយគ្រូបានងាកមកមើលសុកហើយនិយាយថាអ្នកមករៀនជាមួយខ្ញុំហើយមែនទេសុកក៏មានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងនោះដែរក៏បានរត់ចេញពីសាលានោះប៉ុន្តែគេមិនអាចរត់ទៅរកផ្លូវទៅរកភូមិវិញបានទេមកដែលបានរត់ត្រឡប់មកភូមិបានប្រាប់អ្នកភូមិអំពីរឿងរ៉ាវអ្វីដែលបានកាត់ឡើងអ្នកភូមិបាននាំគ្នាហើយសម្រេចចិត្តនាំក្រុមអ្នកភូមិដែលក្លាហានបំផុតទៅស្វែងរកសុកអ្នកភូមិគ្រប់គ្នាក៏មានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងដែរតែធ្វើម៉េចក្មេងបានវង្វេងនៅក្នុងព្រៃមរណៈនឹងដែលជាព្រៃអាថ័ន្តហើយក៏ជាព្រៃវង្វេងថែមទៀតផងសុកពេលនោះក៏មានអារម្មណ៍ថាស្រន់ស្រោខ្លាំងមែនទែនបានឃើញលោកគ្រូចំណាស់មួយដែលអង្គុយបង្រៀននៅក្នុងសាលាចំណាស់នឹងធ្វើឲ្យសុករត់ពេញតែព្រៃតែម្ដងស្រែកថាជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងគេដេញតាមខ្ញុំហើយខ្មោចលោកគ្រូបង្រៀនហ្នឹងក៏បានដេញតាមពីក្រោយខ្នងសុកតែប៉ុណ្ណោះផិតចិត្តទៅដល់តែម្ដងសុករត់វង្វេងពេញតែព្រៃហ្មងរត់វែងយ៉ាងម៉េចក៏នៅកន្លែងដដែលដែរបងប្អូនទាំងគ្នាសុករត់ទៅវិញទៅមកក៏នៅតែកន្លែងដដែលសុកក៏លើកដៃអធិដ្ឋានថាសូមជួយនាំខ្ញុំឲ្យចេញផុតពីព្រៃនឹងផងក្រុមអ្នកភូមិដឹកនាំដោយលោកតាសុគន្ធដែលជាអ្នកចាស់ទុំនៅក្នុងភូមិ
បានចូលទៅក្នុងព្រៃមរណៈពួកគេបាននាំគ្នាយកគ្រឿងសក្ការៈបូជានិងធូបនិងទៀនដើម្បីបន់ស្រន់ហៅវិញ្ញាណដួងវិខណ្ឌព្រៃនឹងដើម្បីបើកផ្លូវឲ្យពួកគេទៅដល់មានសុវត្ថិភាពនៅពេលពួកគេដើរទៅកាន់តែជ្រៅទៅពួកគេបានជួបប្រទះនឹងរឿងចម្លែកមានសម្លេងខ្យល់បក់យ៉ាងលហិនិងស្រមោលដែលមិនធ្លាប់ឃើញបាត់ពីមុខគាត់យ៉ាងលឿនបំផុតអ្នកខ្លះក៏បានឃើញស្ត្រីម្នាក់ស្លៀកពាក់សម្បុរដូចជាសខ្លាំងមែនទែនអណ្ដាតវែងយ៉ាងសន្ធឹងចុងកន្លះម៉ែត្រតែម្ដងហើយអ្នកខ្លះទៀតក៏បានឮសំឡេងកុមារយំនៅទីនោះមិនដឹងថាឮសំឡេងអ្វីនោះទេមនុស្សម្នាក់ដែលចូលក្នុងព្រៃហ្នឹងមួយក្រុមដែលបានដឹកនាំដោយលោកតាសកុនម្នាក់គឺបានឮសំឡេងគ្រប់គ្នាតែម្ដងតែសំឡេងហ្នឹងគឺមិនដូចគ្នាទេគឺខុសគ្នាទាំងអស់អ្នកខ្លះក៏បានឮសំឡេងកុមារយំអ្នកខ្លះក៏បានឮសំឡេងអ្នកភូមិមួយចំនួននៅក្នុងហ្នឹងស្រែកទាំងហូរឲ្យជួយគេផងអ្នកខ្លះទៀតក៏បានឮសំឡេងបំពេកូនអ្នកខ្លះទៀតក៏បានឮសំឡេងបំពងសំឡេងដូចសំឡេងខ្លុយអញ្ចឹងពីបុរាណទីបំផុតពួកគេបានរកឃើញសាលាចំណាស់មួយនៅខាងក្នុងពួកគេបានឃើញសុកអង្គុយនៅខាងក្រៅកៅអីដោយមានគ្រូខ្មោចឈរនៅពីមុខគេគ្រូនោះកំពុងអានសៀវភៅហើយរាប់ពាក្យដែលគាត់និយាយហាក់បីដូចជាធ្វើឲ្យខ្យល់នៅជុំវិញត្រជាក់យ៉ាងខ្លាំងលោកតាសកុនបានទុនជើងសន្លប់និងអ្នកភូមិគ្រប់គ្នាមួយរំពេចក្រោយមកលោកតាសកុនក៏បានដឹងខ្លួនក៏ងើបឡើងមកវិញដើម្បីអុជធូបអុជទៀនហៅវិញ្ញាណអាក្រក់លោកគ្រូខ្មោចបានងាកមកមើលលោកតាហើយនិយាយថាខ្ញុំគ្រាន់តែចង់បង្រៀនកូននោះឡើយដែលហ៊ានចូលមកក្នុងព្រៃមរណៈនឹងដែលចង់ដឹងចង់ឮខ្ញុំមិនចង់ធ្វើបាបនរណាម្នាក់នោះទេប៉ុន្តែអ្នកភូមិបានបោះបង់ខ្ញុំចោលហើយខ្ញុំក៏ត្រូវឃុំនៅទីនេះជាមួយប្រលឹងទាំងនេះលោកតាសកុនបានសួរលោកគ្រូនោះទាំងថាតើត្រូវធ្វើអ្វីដើម្បីដោះស្រាយប្រលឹងទាំងនេះលោកគ្រូខ្មោចបានប្រាប់ថាត្រូវធ្វើពិធីបុណ្យមួយនៅក្នុងភូមិដើម្បីដោះប្រលឹងទាំងអស់ដែលជាប់នៅក្នុងព្រៃមរណៈនឹងអ្នកភូមិបាននាំសុកត្រឡប់មកភូមិវិញហើយបានរៀបចំពិធីបុណ្យដ៏ធំមួយនៅជាប់ព្រៃមរណៈនឹងពួកគេបាននាំគ្នារៀបចំគ្រឿងសក្ការៈបូជាផ្សេងដែលអាចធ្វើនឹងបាននិងអញ្ជើញព្រះសង្ឃមកសូត្រមន្តអាគមដើម្បីដោះស្រាយប្រលឹងទាំងអស់នោះនៅថ្ងៃបុណ្យមានខ្យល់បក់បោកយ៉ាងខ្លាំងមួយហើយអ្នកភូមិខ្លះបាននិយាយថាពួកគេឃើញស្រមោលជាច្រើនអណ្ដែតចេញពីព្រៃមរណៈនឹងហើយបានបាត់ទៅក្នុងភាពស្ងប់ស្ងាត់ចាប់ពីពេលនោះមកព្រៃមរណៈលែងមានសំឡេងចម្លែកឬស្រមោលគួរឲ្យខ្លាចទៀតហើយអ្នកភូមិបានសង្ស័យថាព្រៃតូចមួយនៅជាប់ព្រៃមរណៈនឹងដូចជាមានព្រលឹងទាំងនោះនៅដដែលនឹងជាការគោរពបូជាដល់ព្រលឹងខ្មោចលោកគ្រូតែជាទីបំភាន់នឹងរកឃើញស្ថានភាពសុកនឹងមុំសុកនឹងមុំមកដល់គ្នាសុកនឹងមុំបានរៀបមេរៀនដល់គួរឲ្យខ្លាចរបស់គាត់ភាពក្លាហាននិងគ្រោះថ្នាក់នៃការផ្សងព្រេងដោយមិនអាចគិតប
បានច្បាស់លាស់អ្នកភូមិបានរស់នៅដោយសន្តិភាពហើយរឿងរ៉ាវអំពីលោកគ្រូខ្មោចបានคล้ายជារឿងព្រេងនិទានដែលគេនិយាយប្រាប់គ្នាពីរឿងមួយចំនួនតែបងប្អូនអរគ្នាក្នុងព្រៃនឹងមិនទាន់ស្ងប់ស្ងាត់នោះទេការសូត្រដោះលែងព្រលឹងខ្មោចទាំងនោះវានៅតែមានដិតដាមនៅជាមួយអ្នកភូមិជានិច្ចអ្នកភូមិគ្រប់គ្នានៅតែហាមឃាត់ជានិច្ចតែប៉ុណ្ណោះមិនអាចបំភ្លេចបាននោះទេណាមួយក្នុងព្រៃនឹងអ្នកខ្លះទៀតក៏បានបាត់ខ្លួនអត់ដែរមិនដឹងថាក្នុងព្រៃនឹងព្រលឹងខ្មោចទាំងនោះបានដោះលែងហើយឬនៅឬមួយជាប់នៅក្នុងនឹងអំពើអំព័ន្ធដែលគេធ្លាប់ចងពីមុនមកលោកគ្រូដែលខ្លាំងគេចងបងប្អូនអរគ្នាអ្នកខ្លះក៏ខ្សោយអ្នកខ្លះក៏ខ្លាំងដែលចងជាប់តាមព្រៃឈើមរណៈធំនោះអញ្ចឹងហើយធ្វើឲ្យព្រលឹងព្រាយទាំងនោះខ្មោចទាំងនោះมันអាចបានចាប់កំណើតទៅទេអ្នកខ្លះក៏គាត់ចងដោយស្រាលអ្នកខ្លះគាត់ចងដោយធ្ងន់អញ្ចឹងហើយធ្វើឲ្យព្រលឹងទាំងនោះអ្នកខ្លះក៏បានដល់លែងអ្នកខ្លះក៏មិនទាន់បានដល់លែងអញ្ចឹងយើងចូលសាច់រឿងយើងមួយទៀតរឿងនេះជារឿងភាគណាបងប្អូនអរគ្នាគឺជារឿងបន្តអញ្ចឹងយើងចូលសាច់រឿងយើងមួយទៀតព្រៃខ្មោចក្នុងភូមិចាស់បានពីលោកតាម្នាក់ដែលគាត់រស់នៅខាងខេត្តកំពង់ធំនោះដែរតើសាច់រឿងរបស់គាត់នឹងមានរឿងរ៉ាវរន្ធត់របៀបម៉េចសូមបងប្អូនអរគ្នាមកចូលស្ដាប់ជាមួយ admin ទាំងអស់គ្នាតែម្ដងកុំទិនអូសតាណាបងប្អូនទាំងអស់គ្នារឿងហ្នឹងវាអន្លង់អន្លោចខ្លាំងមែនតែម្ដងអញ្ចឹងយើងចូលសាច់រឿងហើយនៅជ្រុងព្រៃនៃចំលកដល់ភ្នំស្ងាត់មួយមានភូមិចាស់មួយដែលគេហៅថាភូមិសន្យាភូមិនេះធ្លាប់ជាកន្លងរស់នៅដល់រីករាយប៉ុន្តែឥឡូវនេះស្ទើរតែស្ងាត់ជ្រងំមិនដឹងថាមានរឿងអ្វីកើតឡើងនោះឡើយអ្នកភូមិនៅក្នុងភូមិហ្នឹងបានចាក់ចេញមកគ្រួសារភូមិនេះកាន់តែស្ងាត់ទៅហាក់ដូចជាមានរឿងអ្វីមួយដល់ចម្លែកដែលពួកគេមិនធ្លាប់ដឹងដោយសារតែរឿងរ៉ាវគួរឲ្យខ្លាចអំពីព្រៃខ្មោចដែលសន្ធិដ្ឋនៅជប់នៅក្នុងភូមិនឹងព្រៃនេះជាកន្លែងដែលគេហាមឃាត់ដែលអ្នកភូមិមិនហ៊ាននិយាយអំពីរឿងរ៉ាវនោះទេព្រោះខ្លាចតាក់ទងនឹងកំហឹងរបស់វិញ្ញាណអាក្រក់ដែលចូលក្នុងភូមិអញ្ចឹងហើយបានភូមិនឹងស្ងាត់ដល់ចងំអ្នកភូមិមួយគ្រួសារបានចាក់ចែងទៅអ្នកខ្លះក៏បានចាក់ចែងទៅរស់នៅភូមិផ្សេងទៅអ្នកខ្លះក៏បានចាក់ចែងទៅរស់នៅភូមិថ្មីអ្នកចាស់ទុំនៅក្នុងភូមិនោះតែនិយាយថាព្រៃខ្មោចជាទីជំរករបស់ព្រលឹងអ្នកភូមិដែលបានស្លាប់ដោយរងអយុត្តិធម៌ជាច្រើនពីទសវត្សរ៍មុនពួកគេត្រូវបានគេជឿថាត្រូវបានខ្មោចជួនពន្លិចគ្រប់រូបតែម្ដងតែគេហៅថាជនអកំបាំងនេះគឺជាអ្នកដឹកនាំភូមិម្នាក់កាលពីអតីតកាលមុនណាបងប្អូនទាំងអស់គ្នាមានបរិសម្នាក់ជាជនអកំបាំងបានដឹកនាំក្នុងភូមិនឹងភូមិសន្យាហ្នឹងនិយាយរួមទៅភូមិហ្នឹងពីមុនមកគឺមានសុខសាន្តខ្លាំងមែនទែនដោយសារបរិសម្នាក់ហ្នឹងជាអ្នកដឹកនាំហើយជាប់ភូមិនោះក៏មានព្រៃអកំបាំងដដែលតែជនអកំបាំងហ្នឹងបានទៅរៀនមន្តអាគមគាថាដល់ចម្លែកចូលក្នុងខ្លួនបានសម្លាប់អ្នកភូមិគ្រប់គ្នាមកគ្រួសារម្នាក់ដោយគ្មានអ្នកណាដឹងនោះទេអ្នកខ្លះគេសង្ស័យថាមានជំងឺឈឺស្កាត់គ្រុនចាញ់គ្រុនញាក់គ្រុនញើអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងហើយធ្វើឲ្យភូមិនឹងវាស្ងប់ស្ងាត់មួយចំនួនអ្នកគេថារោគពីតបានអញ្ចឹងណាបងប្អូនអរគ្នាធ្វើឲ្យភូមិទាំងមូល
បានផ្លាស់ទីដំណើរម្នាក់អ្នកខ្លះក៏បានរស់នៅក្នុងភូមិចាស់នោះទៅអ្នកខ្លះទៀតក៏បានរើចេញពីភូមិចាស់នោះដោយមានរឿងចម្លែកកើតឡើងក្នុងភូមិនឹងអំពីរឿងរ៉ាវអាក្រក់ហើយត្រូវបណ្ដាសាឲ្យជាប់នៅក្នុងព្រៃជារៀងរហូតអ្នកភូមិជំនាន់ក្រោយបានព្យាយាមរស់នៅដោយសន្តិភាពដោយជៀសវាងចូលទៅក្នុងព្រៃនោះប៉ុន្តែរាល់យប់ថ្ងៃពេញបលមីពួកគេតែងតែឮសំឡេងសោកសៅនិងខ្សឹបខ្សៀវចេញពីព្រៃនឹងហាក់ដូចជាមានអ្វីមួយដែលចង់ឲ្យយើងរកដំណោះស្រាយឲ្យតែគាត់បានស្លាប់ដោយមានភាពអាក់កំបាំងពីបរិសនឹងដែលគាត់ធ្លាប់រៀនពីអំពើអំពាន់នៅក្នុងព្រៃនឹងគាត់បានមកសាកអ្នកភូមិគ្រប់គ្នាតែម្ដងថាមុនអាគមរបស់គាត់តើខ្លាំងមែនដែរអត់គាត់បានសាក់កូនសាក់ឪសាក់ឪពុកក្នុងភូមិនឹងទាំងអស់តែគ្នាតែម្ដងហើយការស្លាប់រកដំណោះស្រាយមិនទាន់បាននោះទេអញ្ចឹងហើយភាពសោកសៅអ្នកភូមិមួយចំនួននៅក្នុងនោះដែលបានស្លាប់មិនទាន់រួចផុតពីក្នុងភូមិនោះឡើយអ្នកភូមិគ្រប់គ្នាភ័យខ្លាចយ៉ាងរន្ធត់នៅរដូវភ្លៀងមួយក្មេងស្រីវ័យអាយុម្នាក់ឈ្មោះលីនបានបាត់ខ្លួនបន្ទាប់ពីដើរលេងជាមួយមិត្តភ័ក្តិនៅជិតព្រៃខ្មោចមិត្តភ័ក្តិរបស់នាងបាននិយាយថាពួកគេបានឮសំឡេងហៅឈ្មោះលីនពីក្នុងព្រៃហើយនាងបានដើរទៅចូលទៅដោយមិននិយាយអ្វីសោះពួកគេបានព្យាយាមហាមឃាត់នាងនោះដែរឲ្យត្រឡប់មកវិញប៉ុន្តែនាងបានបាត់បង់ទៅក្នុងស្ថានភាពងងឹតទៅហើយដំណឹងនេះការបាត់ខ្លួនរបស់សេលីនបានធ្វើឲ្យអ្នកភូមិទាំងមូលភ័យខ្លាចយ៉ាងខ្លាំងឪពុករបស់លីនឈ្មោះសារ៉ាន់បានសម្រេចចិត្តចូលទៅក្នុងព្រៃនឹងដើម្បីស្វែងរកកូនស្រីរបស់គាត់ទោះបីជាអ្នកភូមិផ្សេងទៀតព្យាយាមរុករកក៏ដោយគាត់បាននាំយកកាំបិតនិងចង្កៀងព្រែកមួយហើយបានចាប់ផ្ដើមធ្វើដំណើរដល់គ្រោះថ្នាក់គាត់បាននិយាយក្នុងចិត្តថាជាមួយអ្នកបួមថាបងប្អូនទាំងអស់គ្នាការបាត់បង់កូនរបស់ខ្ញុំក្នុងព្រៃនឹងវានឹងតាក់ទងជាមួយខ្មោចនឹងដែលឲ្យកូនរបស់ខ្ញុំទៅនៅក្នុងព្រៃនឹងហៅសំឡេងហៅឈ្មោះស្តៀងនឹងឈ្មោះខ្ញុំអញ្ចឹងហើយការបាត់បង់កូននីមួយខ្ញុំនឹងស្វែងរកឲ្យអស់ចិត្តអស់ចង់របស់ខ្ញុំបើអ្នកភូមិណាចង់រកជាមួយខ្ញុំសូមទៅជាមួយខ្ញុំមកបើសិនជាអ្នកភូមិអ្នកណាដែលភ័យខ្លាចមិនបាច់ទៅក៏បានដែរក៏ខ្ញុំមិនហាមឃាត់ទៅដល់បងប្អូនគ្រប់គ្នានោះដែរបងប្អូនគ្រប់គ្នាសាមគ្គីគ្នាខ្លាំងមែនទែនគាត់បាននិយាយថាអត់អីទេពូខ្ញុំនឹងទៅជាមួយពូណាមួយការបាត់បង់លីនដូចជាបាត់បង់មនុស្សម្នាក់នៅក្នុងភូមិអញ្ចឹងអ្នកភូមិទាំងអស់គ្នាក៏បានទៅក្នុងផ្ទះម្នាក់ទៅក្នុងផ្ទះមួយណាបងប្អូនទាំងអស់គ្នាដើម្បីរករកលីននៅក្នុងព្រៃសារ៉ាន់ជាលោកឪពុកបានជួបប្រទះនឹងភាពខួរឲ្យខ្លាចជាច្រើនមានស្រមោលខ្មៅផ្លាស់ទីជំរកពីដើមឈើនឹងបានឮសំឡេងសើចដល់អាក្រក់ពន្លឺឡើងពីគ្រប់ទិសទីតែម្ដងគាត់បានឮសំឡេងហៅឈ្មោះរបស់លីនប៉ុន្តែរាល់ពេលដែលគាត់ដើរតាមសំឡេងនោះវាហាក់ដូចជានាំគាត់ទៅកាន់ក្នុងព្រៃជ្រៅអញ្ចឹងទីបំផុតលោកសារ៉ាន់បានរកឃើញកន្លែងបើក
trong hiên muối một bác ăn bây giờ bao trong hiên muối á nơi pi trong ngày đây nơi pe miền rục sầm nặng thầm mỏ cha muối cho nơi tỉ nô rục sầm nặng nó hát đôi chi miền rùi miền chỉ vừa đánh chân đôi chi bộ rọ mất nè đại xử lý pé ai ven nâng rọ hai đại miền phê lử thà nâng bỏ hồng nơi chớn nó bỏ kế hát đôi chi miền khơi ở vậy mũi khơi lính ăn cùi nghiêm ngắt nơi tỉ nô đòi phê sầm lắng tới không phiếp tổ tê lúc ở các ban gì thà một thô cồn ơi cồn đôi chi bắt con bắt bong mà chả cài chăng vừa mấy lúc ở á chỉ gì rục rô cồn chỉ mình đã phun một đai nơi bên này sa rắn chỉ gì tới chất lính á sắp tay miền cho bọc bọc giang trọt chẹt khăng một hai sờ màu khai muối ban lịch lãng nữ pi khang mục trục riêng là bỏ quần sờ màu tiếng nô bỏ hai chi nẹt khla hán trục riêng bỏ rọ mà nẹt đại miền mục mót đọt á cầm bằng nâng phê phừ thla đôi phừ vi chi chun á cầm bằng nô đại nôm linh châu đượcของprey bằng bồn nọc nì cặp bớt á chun á cầm bằng nâng á tai haiក្មេងៗឬមួយអ្នកភូមិគ្រប់គ្នាបំភ័ន្តភ្នែកជាសម្លេងឪពុកម្ដាយបងស្រីដើម្បីឲ្យចូលក្នុងព្រៃនឹងយល់មើលថាធ្វើបលវារបស់គាត់អ្នកហ៊ានចូលមកក្នុងនោះដែរមែនទេជនអាកំបាំងបាននិយាយថាដោយសម្លេងដល់គូឲ្យខ្លាចកូនស្រីរបស់អ្នកជាកម្មសិទ្ធិរបស់ខ្ញុំហើយដោយប្រលឹងទាំងអស់នោះដែលនៅទីនេះសារ៉ាន់ទោះបីជាភ័យខ្លាចយ៉ាងណាក៏បានប្រមូលកម្លាំងចិត្តហើយស៊ូជាមួយខ្មោចនឹងហើយសួរថាតើគាត់ត្រូវធ្វើអ្វីដើម្បីដោះស្រាយលីនមកវិញជនអាកំបាំងបានសើចហើយនិយាយថាមានតែការលះបង់ជីវិតរបស់លោកសារ៉ាន់នោះទេជាលោកឪពុករបស់នាងទើបអាចដោះស្រាយកូនរបស់គាត់បានប៉ុន្តែលោកសារ៉ាន់បានបដិសេធហើយបានបញ្ញាក់ចិត្តស្វែងរកវិធីផ្សេងទៀតគាត់បានចងចាំពីរឿងរ៉ាវចាស់មួយដែលលោកតារបស់គាត់ធ្លាប់ប្រាប់អំពីរឿងទេពមួយដែលត្រូវបានលាក់ទុកនៅក្នុងភូមិគ្រឿងទេពភិបនោះត្រូវបានគេជឿថាមានអំណាចនិងបណ្ដាសាវិញ្ញាណអាក្រក់ជាខ្លាំងលោកសារ៉ាន់បានសម្រេចចិត្តត្រឡប់ទៅភូមិដើម្បីស្វែងរកគ្រឿងទេពភិបនឹងប៉ុន្តែជនអាកំបាំងបានប្រមានថាបើគាត់ចាក់ចេញពីកន្លែងនេះលីននឹងត្រូវជាប់នៅក្នុងព្រៃនឹងជារៀងរហូតលោកសារ៉ាន់បានស្នើសុំឱកាសមួយលើកចុងក្រោយដើម្បីបញ្ជាក់ថាគាត់នឹងអាចដោះស្រាយនិងត្រឡប់មករកលីនវិញប៉ុន្តែទាំងព្រឹកប្រហៀមហ្នឹងទាំងអស់គ្នានៅក្នុងព្រៃមរណៈហ្នឹងជនអាកំបាំងដែរជាអ្នកចិត្តភាពរីករាយប្រកួតប្រជែងនៅក្នុងព្រៃបានបញ្យល់ប៉ុន្តែអ្នកខ្លះទៀតក៏មានលក្ខខណ្ឌថាលោកសារ៉ាន់ត្រូវត្រឡប់មកវិញមុនព្រះអាទិត្យលិចបើមិនដូច្នេះទេលីននឹងក្លាយជាប្រលឹងមួយក្នុងចំណោមប្រលឹងទាំងនោះលោកសារ៉ាន់បានត្រឡប់ចូលក្នុងភូមិវិញ
ហើយក៏បានប្រាប់អ្នកភូមិអំពីរឿងអ្វីដែលបានកើតឡើងអ្នកភូមិខ្លះក៏បានជឿថាអ្នកខ្លះទៀតនៅតែភ័យខ្លាចប៉ុន្តែលោកយាយសុខាដែលជាអ្នកចាស់ទុំបំផុតនៅក្នុងភូមិបាននាំសារ៉ាន់ទៅកាន់ប្រាសាទចាស់មួយនៅក្បែរភូមិនៅទីនោះនាងបានបង្ហោះគ្រឿងទេពដែលជាកញ្ចក់រូបរាងមូលកញ្ចក់ដោយហៅវិញ្ញាណបុរាណលោកយាយបានប្រាប់ថាកញ្ចក់នេះអាចបញ្ចេញពន្លឺដែលបំភាន់ភ្នែកនឹងវិញ្ញាណអាក្រក់បានប៉ុន្តែត្រូវបានដោះស្រាយដោយចិត្តស្មោះបានលោកសារ៉ានបានបញ្ជាក់ពីចិត្តស្មោះនោះហើយក៏ត្រឡប់ទៅក្នុងព្រៃម្ដងទៀតនៅពេលដែលគាត់ទៅដល់កន្លែងរូបសំណាក់ជនអកំបាំងហ្នឹងកំពុងតែរងចាំដោយមានលីននៅក្បែររូបរាងនោះផងដែររូបសារ៉ាន់បានបញ្ចេញកញ្ចក់ឡើងហើយសូត្រមន្តអាគមដែលលោកយាយសុខាបានបង្រៀនចាំយ៉ាងច្បាស់និងបញ្ជាក់ភ្លឺយ៉ាងត្រចង់តែម្ដងកញ្ចក់យ៉ាងមូលហើយជនអាកំបាំងក៏បានស្រែកដោយកំហឹងមុនពេលដែលបាត់បង់នៅក្នុងភាពទទេរឿងនេះបានបញ្ជាក់ថាបងប្អូនអរគ្នាជនអាកំបាំងហ្នឹងមិនព្រមដោះស្រាយឲ្យលៀនត្រឡប់មកវិញនោះទេទោះមានរោគវិធីសាស្ត្រយ៉ាងណាក៏ដោយបើសិនជាចង់បានលៀនមកវិញទោះតែលោកឪពុកបូជាជីវិតឲ្យជនអាកំបាំងហ្នឹងបានឲ្យលីនរស់រានមានជីវិតមកវិញឪពុកក៏បានភ័យខ្លាចយ៉ាងខ្លាំងនោះដែរតែគាត់ប្រមូលចិត្តរបស់គាត់មកវិញគេថាសុំពេលមួយថ្ងៃគាត់នឹងត្រឡប់មកវិញជនអាកំបាំងក៏បាននិយាយថាបើឯងត្រឡប់មកមិនទាន់នាងនឹងជំនួសប្រលឹងនៅទីនោះដែលมันអាចត្រឡប់មកវិញបាននោះទេពេលនោះហើយធ្វើឲ្យលោកឪពុកមានអារម្មណ៍ថាស្លន់ស្លោខ្លាំងមែនទែនមិនដឹងថារកអ្នកណានោះឡើយពេលនោះគាត់បាននឹកឃើញថានៅក្នុងភូមិក៏មានរូបអាសនៈមួយដែរជាកញ្ចក់មូលដែលឆ្លុះបញ្ចាំងជនអាក្រក់ឬមួយជនទាំងឡាយណាដែលជាខ្មោចព្រាយបិសាចធ្វើឲ្យភ័យខ្លាចហើយក៏រលាយបានគាត់បានត្រឡប់មកភូមិវិញដោយនាំកញ្ចក់មូលពីលោកយាយសុខាហ្នឹងបានប្រាប់បង្រៀនពីមន្តអាគមគាថាដល់ចិត្តស្មោះបានអាចបញ្ចេញពន្លឺបានពេលនោះហើយគាត់ក៏បានត្រឡប់មកវិញទាំងកញ្ចក់មូលធ្វើឲ្យបរិសុទ្ធជនអកំបាំងហ្នឹងបានរលាយខ្លួនមួយរំពេចតែម្ដងការប្រកួតប្រជែងជនអកំបាំងជាមួយលោកឪពុករបស់ស៊ីលីនណាពុតជាយូរខ្លាំងមែនទែនណាបងប្អូនអរគ្នាមិនមែនថាបញ្ចាំងតែកញ្ចក់អីពលឹងនឹងរត់ចេញទេលើកទី1លោកឪពុកបានបញ្ចេញកញ្ចក់ទៅតែមន្តអាគមដែលលោកយាយបានប្រាប់គាត់សូត្រខុសសូត្រត្រូវសូត្រខុសសូត្រត្រូវពេលនោះជនអាកំបាំងក៏បាននិយាយថាកញ្ចក់កញ្ចាស់ឯងធ្វើអ្វីខ្ញុំបាននោះទេមិនបាននោះឡើយវាបានតែឆ្លោះរូបរាងអ្នកឯងនោះឡើយចំពោះខ្ញុំជាអ្នកមានមន្តអាគមខ្លាំងនៅក្នុងព្រៃនឹងមិនអាចមានអ្វីមួយមកទាញខ្ញុំបានទេអញ្ចឹងឯងទាំងកូនស្រីរបស់ឯងត្រូវរស់នៅក្នុងនឹងហើយជំនួសប្រលឹងនៅទីនេះផងជនអាកំបាំងវាមានអំណាចបងប្អូនអរគ្នាក៏បានស្រែកព្រមានទៅដល់លោកឪពុករបស់ស៊ីលីនលោកឪពុករបស់ស៊ីលីនណាក៏ព្យាយាមប្រមូលស្មារតីរបស់គាត់មកវិញហើយក៏សូត្រ
ធម៌មន្តអាគមដែលបានលោកយាយសុខាហ្នឹងណាណែនាំប្រាប់ទៅគាត់ឲ្យគាត់នឹងប្រមូលស្មារតីនិងចិត្តស្មោះបានអាចដាស់វិញ្ញាណកញ្ចក់នោះបានពេលនោះលោកពូសារ៉ាន់ក៏បានលើកដៃប្រណម្យដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃក៏សូត្រមន្តអាគមជីសុខាមកធ្វើឲ្យបរិសអាកំបាំងនឹងបានក្តៅរលាយពេញតែខ្លួនតែម្ដងធ្វើឲ្យមានកំហឹងខ្លាំងមែនទែនហើយកំហឹងរបស់ជនអាកំបាំងនឹងបានរលាយបាត់ពីមុខគាត់មួយរំពេចនឹងតែម្ដងពេលនោះគាត់ក៏មានអារម្មណ៍ថារំភើបខ្លាំងមែនទែនបានឃើញកូនស្រីរបស់គាត់ហើយប្រលឹងកូនស្រីរបស់គាត់ក៏បានចូលទៅក្នុងខ្លួនវិញដោយជនអាកំបាំងនឹងបានរលាយរូបរាងទៅហើយប្រលឹងនៅក្នុងព្រៃនីមួយជាច្រើនអ្នកហើយនៅក្នុងភូមិចាស់នឹងក៏បានទៅរកកន្លែងដែលទីស្ងប់សុខទាំងអស់គ្នាតែម្ដងលោកសារ៉ាន់ហ្នឹងក៏បាននាំកូនស្រីលីតត្រឡប់មកផ្ទះវិញដោយមានសុវត្ថិភាពតែគាត់មិនបានដឹងនោះទេថាបរោះជនអាកំបាំងហ្នឹងបានរលីនឹងជាពលឹងតូចរបស់គាត់នោះឡើយពេលនោះគាត់ក៏បានដើរចេញមួយរំពេចហើយឈានជើងចូលទៅក្នុងភូមិវិញក៏បានឮសំឡេងសើចថាពួកឯងមិនធ្វើអ្វីបាននោះទេជាពួកខ្ញុំនៅទីនេះជារៀងរហូតគ្មាននរណាម្នាក់អាចកំចាត់ខ្ញុំចេញពីព្រៃនេះនោះឡើយពេលនោះលោកឪពុកសារ៉ាន់ក៏បានឮសំឡេងនឹងសុកលីនក៏បានឮសំឡេងនឹងនោះដែរគាត់បានត្រឡប់ទៅផ្ទះវិញក៏បានជម្រាបទៅដល់អ្នកភូមិថាក្នុងព្រៃចម្រុកនឹងបងប្អូនទាំងអស់គ្នាកុំចូលឲ្យសោះប្រលឹងជនអាកំបាំងនឹងមិនទាន់បានទៅណានោះទេអាពេលដែលខ្ញុំទៅកំចាត់ណាជាប្រលឹងចេញពីរូបកាយតែប៉ុណ្ណោះតែប្រលឹងធំរបស់គាត់គឺនៅអសនៈឯណោះពេលនោះអ្នកភូមិគ្រប់គ្នានៅតែភ័យខ្លាចដូចពីមុនដដែលគេថានឹងធ្វើដូចមិនដេចនោះទេដើម្បីឲ្យជនអាកំបាំងនឹងរលាយចេញពីព្រៃនឹងហើយរលាយចេញពីភូមិនឹងទៀតអ្នកច្រើនរោគដំណោះស្រាយលោកមេភូមិឬមួយលោកមេឃុំម្នាក់គិតរៀងខ្លួនថាយើងត្រូវធ្វើអ្វីមួយទៀតហើយបងប្អូននៅក្នុងភូមិទាំងអស់បានផ្ដែផ្ដាំទៅកូនក្មួយឬកុមារីដែលមកពីសាលារៀនវិញដើរកាត់ក្នុងព្រៃហ្នឹងគឺលេងឲ្យដើរកាត់ឲ្យផ្លូវហ្នឹងគេបានធ្វើផ្លូវវាងវិញដែលចេញពីសាលាព្រោះផ្លូវដែលចេញពីសាលាហ្នឹងតាមព្រៃហ្នឹងគឺនៅជិតផ្ទះអ្នកភូមិតែម្ដងអានោះហៅផ្លូវកាត់បើសិនជាផ្លូវវាងវាអាចឆ្ងាយផ្លូវវាងវិញបើយើងដើរវាខ្ទង់ចូលជាងកន្លះម៉ោងបើផ្លូវកាត់វិញយើងដើរតែ10នាទីជាងឬមួយ20នាទីតែប៉ុណ្ណោះពេលនោះបងប្អូនអ្នកភូមិគ្រប់គ្នាក៏បានស្រោះដៃស្រោះជើងគ្នាដើម្បីធ្វើភូមិនៅធ្វើផ្លូវបងប្អូនអធិស្ឋានធ្វើផ្លូវមួយទៀតដើម្បីវាងពីព្រៃនឹងពេលនោះហើយធ្វើផ្លូវបានសម្រេចសិស្សសាលាទៅរៀនក៏ជារឿងធម្មតានោះដែរតែថ្ងៃមួយមានក្មេងមួយក្រុមក៏បានលេងសើចជាច្រើនដើរត្រឡប់ផ្ទះវិញទេតែដើរខុសផ្លូវបងប្អូនអរគ្នាដូចមានអ្វីមួយដែលនាំផ្លូវដើរមករកផ្លូវកាត់អញ្ចឹងមិនបានដើរទៅរកផ្លូវវាងនោះឡើយគាត់បានដើរទៅក៏ជ្រុលទៅដល់ព្រៃនឹងគាត់ចាប់ដើរភ្ញាក់ខ្លួនផឹងតែម្ដងគាត់ថាក្មេងទាំង5នោះនិយាយថាផ្លូវនឹងផ្លូវកាត់តើធ្វើមិនទៅពួកយើងគាត់បានដើរត្រឡប់ទៅវិញតែគាត់ដើរត្រឡប់ទៅវិញមិនទាន់នោះទេបងប្អូនអរគ្នាក្មេងទាំង5ហ្នឹងទៅ
ត្រូវបានវិញ្ញាណអាកំបាំងនឹងហើយយកទាំងអស់កំហឹងរបស់គាត់ពេលនឹងគឺពោពេញទៅដោយភ្លើងខ្លាំងមែនទែនដែលប្រជាជនហាមឃាត់ក្មេងមិនឲ្យដើរកាត់ផ្លូវកាត់នឹងធ្វើឲ្យជនអាកំបាំងកំហឹងរបស់គាត់ដឹងមកពីណាទេបងប្អូនគ្នាមានផ្គរមានរន្ទះជាខ្លាំងលៀងធ្លាក់ជោគជាំអ្នកភូមិក៏បានបាត់កូនម្នាក់តែម្ដងការបាត់កូនរបស់អ្នកភូមិហ្នឹងណា5នាក់ហ្នឹងណាក៏បានចលាចលនៅក្នុងភូមិតែម្ដងការភ័យខ្លាចនឹងចាប់ផ្ដើមមកទៀតហើយបងប្អូនអរគ្នាគាត់បានស្វិតដៃស្វិតជើងគ្នាទៅដល់សាលារៀនក៏បានសួរអ្នកគ្រូលោកគ្រូថាតើលោកគ្រូអ្នកគ្រូបានឃើញកូនខ្ញុំដែរទេអ្នកគ្រូក៏បាននិយាយប្រាប់ថាអត់ទេមីងកូនអ្នកមីងណាចេញតាំងពីម៉ោង10ម្លេះគាត់បានដើរទៅផ្ទះហើយតើលោកគ្រូមានដឹងថាកូនខ្ញុំដើរតាមផ្លូវណានោះឡើយអូកូនអ្នកមីងណាគាត់បានដើរទៅខាងផ្លូវកាត់គាត់ថាផ្លូវនេះផ្លូវលឿនពេលនោះអ្នកមីងក៏ធ្លាក់ថ្លាមក្ដុកទាំង5គ្រួសារតែម្ដងគាត់បានទៅរកគ្រូទីថាតើកូនរបស់គាត់ណានៅមានជីវិតដែរឬអត់លោកគ្រូទាយក៏បាននិយាយថានៅមានជីវិតរយៈពេលតែ3ថ្ងៃតែប៉ុណ្ណោះបើទៅទាន់បើសិនជាទៅមិនទាន់វិញណាក្មេងទាំង5រូបនឹងត្រូវបាត់បង់អាយុជីវិតទាំង5នាក់តែម្ដងព្រោះអីជនអាកំបាំងនឹងកំហឹងរបស់គាត់ខ្លាំងមែនទែនបើបងប្អូនចូលក្នុងព្រៃនឹងម្ដងទៀតសូមឲ្យមានការប្រុងប្រយ័ត្នជាខ្លាំងជាងមុនទៀតកុំឲ្យធ្វេសប្រហែសហើយកុំចូលទាំងខ្លួនទៅទេណាមួយជននឹងកំពុងតែមានការសង្សឹកទៅដល់អ្នកភូមិគ្រប់គ្នាតែម្ដងអ្នកភូមិគ្រប់គ្នាក៏បានសួរលោកគ្រូថាតើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យកូនរបស់ខ្ញុំមកវិញហើយឲ្យខ្ញុំនឹងចូលក្នុងព្រៃបានគាត់បានប្រាប់ចង្អុលទៅវត្តមួយកន្លែងនៅក្នុងភូមិរបស់គាត់នោះដែរគឺថាលោកសង្ឃចន្ទរាលោកសង្ឃចន្ទរាហ្នឹងណាជាលោកសង្ឃម្នាក់ដែលចាស់ទុំនៅក្នុងវត្តហ្នឹងហើយមុនអាគមរបស់គាត់គាថារបស់គាត់ណាក៏ខ្លាំងពូកែដែរប្រជាជនហ្នឹងគាត់បានត្រឡប់មកវិញអ្នកភូមិចូលទៅក្នុងវត្តស្រុះគ្នាតែម្ដងបងប្អូនគ្នាទោះការមិនបាត់បង់កូនឬមួយថាអ្នកបាត់បង់កូនណាក៏មកគ្រប់គ្នាតែម្ដងស្រុះគ្នាណាក៏បានទៅជួបលោកសង្ឃហើយក៏បាននិយាយថាប្រជាជនជួយកណាផងកូនកណាបានជន់អាកំបាំងនឹងនាំចូលទៅក្នុងព្រៃជ្រៅទៅបាត់ទៅហើយប្រជាជនក៏ចាប់ដើមលើកដៃគុណគូមើលថ្ងៃខែក៏បានដូចលោកគ្រូនិយាយអញ្ចឹងថាកូនញោមទាំងអស់គ្នាណាមានពេលតែ3ថ្ងៃតែប៉ុណ្ណោះបើទៅទាន់បើសិនជាទៅមិនទាន់វិញណាក្មេងប្រុសទាំង3នាក់នឹងអាចបាត់បង់អាយុជីវិតបានម្ដាយឪពុកក្មេងចាប់ដើមទាំងហូរយំហើយអង្វរផ្ដាច់គុណថាតើយើងធ្វើម៉េចនឹងអាចចូលទៅក្នុងព្រៃនឹងបានប្រជាជនក៏បានសន្ទនាថាមិនអីទេញោមទាំងអស់គ្នាអាត្មានឹងជួយពួកញោមទាំងអស់គ្នាតែមុននឹងចូលត្រូវមានគ្រឿងសក្ការៈបូជាផ្សេងអំបោះសីមាឬមួយធូបឬមួយទៀនដើម្បីការពារខ្លួនពេលនោះហើយប្រជាជនក៏បានឈានជើងចេញអំពីវត្តគាត់តែឈានជើងចេញមួយចំអាមចេញពីវត្តជនអាកំបាំងនឹងក៏បានដឹងហើយពលឹងជនអាកំបាំងនឹងក៏អន្ទីអន្តែងដែរថាមានអ្វីមួយដែលខ្លាំងជាគាត់មកនឹងជិតដល់គាត់ហើយ
đại dịch côn có bàn prap từ nếp phum kia thà nếp phum cục kia từ trời đào bị còi ạt ma nứng muốn từ môn ta bày đập phum nứng miên sờ vật đập hiệpเป็นនោះប្រជាជនក៏ឈានជើងចូលទៅក្នុងព្រៃនោះទៅជាមួយអ្នកភូមិ4-10នាក់ឬមួយ20នាក់នៅពីក្រោយខ្នងតែមុននឹងទៅប្រជាជនក៏បាននិយាយប្រាប់ថាប្រលឹងរបស់ជនអាកំបាំងហ្នឹងជាប្រលឹងបន្លំនោះទេបើយើងចង់ទៅជួយមែនយើងត្រូវចូលក្នុងភូមិចាស់សិនដែលជាភូមិលហោឋានភូមិនោះហើយគឺជាពលឹងធំរបស់ជនអាកំបាំងជនអាកំបាំងក៏បានដឹងថាបដិជន ដើរទៅចូលក្នុងភូមិលហោឋាននោះហើយគាត់បានបំបត្តិខ្លួនពីក្មេង5នាក់នោះទៅចូលក្នុងភូមិលហោឋាននឹងទាំងរូបក្មេងទាំង5នាក់ដែលគ្មានវិញ្ញាណគាត់បានចូលទៅដល់ភូមិលហោឋានខ្យល់បក់យ៉ាងខ្លាំងអ៊ុលអាប់ផ្សែងហុយពពកបាំងបាត់ខ្លាំងមែនទែនប្រជាជនក៏ចាប់ដើមលើកដៃសមាធិសូត្រធម៌របស់ប្រជាជនដែលធ្លាប់រៀនពីមុនមកឲ្យមេឃនឹងឆ្លាស់ឡើងវិញនៅពេលល្ងាចប្រជាជនក៏ឈានជើងទៅដល់ភូមិអាកំបាំងនឹងគេហៅភូមិលហោឋានក៏បានឃើញផ្ទះបែកបាក់មួយតែវាមិនបានបែកបាក់ជាស្រុងទាំងស្រុងតែម្ដងទេបងប្អូនអរគ្នាវានៅបន្តិចបន្តួចនោះដែរដែលអាចនឹងនៅបានពេលនោះក៏ឃើញជនអាកំបាំងនៅក្នុងនឹងតែគាត់មិនបានស្លាប់នោះទេបងប្អូនអរគ្នាជនអាកំបាំងនឹងវាគ្រាន់តែមានរូបរាងមួយដ៏គួរឲ្យកាចសាហាវដែលរៀនមន្តអាគមខុសធ្វើឲ្យព្រាយបិសាចជួខ្លួនអញ្ចឹងកាលពីដើមទីគាត់បានសម្លាប់អ្នកភូមិនៅក្នុងលហោឋានហ្នឹងដោយសារតែអំណាចរបស់គាត់ឲ្យមានឫទ្ធិខ្លាំងពូកែអញ្ចឹងហើយគាត់ក៏បានបែកមន្តអាគមនិងគីថាធ្វើឲ្យព្រាយបិសាចចូលក្នុងខ្លួនអញ្ចឹងហើយបានធ្វើឲ្យគាត់ខ្លាំងគ្មានអ្នកណាអាចប្រៀបធៀបបាននោះទេព្រះសង្ឃក៏បាននិមន្តទៅដល់មុខផ្ទះជនអាកំបាំងនឹងក៏បាននិយាយថាញោមល្មមដោះលែងក្មេងទាំង5ហ្នឹងឲ្យម្ដាយឪពុកគេវិញទៅម្ដាយឪពុករបស់គេគឺយំសោកខ្លាំងមែនទែនឲ្យអាត្មាហ្នឹងបិណ្ឌបាតផងជនអាកំបាំងមិនបានស្ដាប់សង្ឃលេខាដាច់គុណនោះឡើយក៏បាននិយាយចង្អុលមុខដល់លោកសង្ឃថែមទៀតស្មាតទៅបងប្អូនគ្នានិយាយតាមសាច់រឿងទៅណាតើអាតងោលឯងណាចូលមកកន្លែងហ្នឹងដើម្បីអ្វីដើម្បីជួយទៅដល់អ្នកភូមិមែនទេបើសិនជាចូលមកដល់ទីហ្នឹងហើយកុំសង្ឃឹមថាអ្នកភូមិទាំងអស់គ្នានឹងលោកសង្ឃក្បាលតងោលឯងណាត្រឡប់ទៅវិញឲ្យសោះលោកសង្ឃក៏បានស្ដាប់សម្ដីញោមក៏ចាប់ដើមលើកដៃប្រណម្យសូត្រសមាធិរបស់ប្រជាជនដែលធ្លាប់ហាត់រៀនពីមុនមកដើម្បីប្រកួតប្រជែងជាមួយជនអាកំបាំងនឹងការប្រកួតប្រជែងគ្នាទៅវិញទៅមករយៈពេលចូលជិត5ម៉ោងធ្វើឲ្យជនអាកំបាំងនឹងបានក្អួតឈាមចេញហើយក៏បានលុតជង្គង់ថាលោកផ្ដាច់គុណជួយខ្ញុំផងខ្ញុំមិនចង់ធ្វើបែបនេះទេតែពពួកព្រីបិសាចដែលបន្លំខ្លួនចូលក្នុងខ្ញុំអ្នកធ្វើនោះទេសូមជួយខ្ញុំផងពេលនោះផ្ដាច់គុណក៏ចាប់ដើមលើកដៃដាក់លើក្បាលបរោះជនអាកំបាំងនឹងពីលើក្បាលក៏ចាប់ដើមសូត្រមន្តគាថារបស់លោកផ្ដាច់គុណពីមុនមកហើយសកត់វិញ្ញាណដែរនៅក្នុងបរោះអ្នកនឹងឬមន្តគាថារំលាយឲ្យគ្មានអ្វីសោះនៅក្នុងនឹងតែម្ដងពេលនោះហើយពលឹងបិសាចដែលនៅក្នុងខ្លួនជនអាកំបាំងនឹងក៏បានរលាយចេញស្រែកធ្ងន់ធ្ងរពេញតែព្រៃលន់ត្រហឹងតែម្ដងកុមារាទាំង5រូប
ก็บานเคยขนมเตี้ยพลิมแต่มาดองก็บานดาจบปีเตี้ยจีธรรมดาก็บานเอาบาได้ปกรีดิ่งครูนตึงโฮยุมรีดิ่งครูนก็จับดามชินเชิงเช่นหมกวิ่งปีพรมเหาฐานหนึ่งแต่ลูกสองอะมันตัวนี่มุนเช่นหัวไล่ก็ปรับในภูมิงอกในทาชบชั้นเนี่ยชบชั้นเอาบางทีทั้งนี้อาจจะบาดเจ็บนะชบชั้นมาโอนออกนี่ยังมีเรื่องจิตจารที่ต้องดอกไส้นึกภูมิเหมือนลูกก็จับตามยีแท้ตายังมีเรื่องเอาไว้เต้ลูกไปจักรยังมีเรื่องราวมวยในของภูมิหนึ่งแต่ทลบสลับอยู่บนโมกวิญญาณบอกกดนะมันต้นแต่การสกติพบหนูไล่หายกระโปรงไตวิวลในตีนี่ได้มันบานสดับท่อเนภูมิกรุบนี้จับดาวบังกุยบอดเชิงหนึ่งประสองดำใบโซท่อบรรจุนปลดลึงขม้อยแต่ในขนมภูมิเหาทานนั่นดำใบเอาจากการสกติพบเป็นเนาะปลดลึงแต่ลายก็บ้านลิกลูกเรียงปีคางมุกลูกอาจจะกุนนึ่งเนภูมิกรุบนี้แต่มาดองเนี่ยคลาก็มีสัญญาณในขนมจำนองเนภูมิหัวได้ก็บานเคยกรุบนี้เนี่ยคลาก็ยุ่มเศร้าเบาคลุนปีเรื่องราวดาวหลงทดหนึ่งได้มาหนึ่งปีบุญโมกเบอร์รอจนอากำบังนั่งก็บานสมโตตลอดวิญญาณต่างอ่อนลงได้ทากดสมโตพองกดมันบานเพื่อแบบหนึ่งโนเต้นี่จีปรีบิสายได้โชว์สันทัดของครูชมเด็กชมเรียนมรกมใบกรรมฐานหนึ่งอันจังหายโซมเปิดเรื่องแต่งลายคันเต้ยภัยโตปีขยมหายส้มกมาโตปีขยมพ่องเป็นหนุเปิดเรื่องแต่งลายก็ขมีนกาจองปีนหัวได้กบาลสมไรจัดจะเจงปีภูมิเหาทานน้องโดลีบัดครูนมวยดมไปแต่มาดองในภูมิกรุบนี่ก็มันบานประกันข้างแต่จนอากำบังหนูไล่ปีมุนโมกอะจนอากำบังนึงก็จีเนี้ยดักน้มดักภูมิหนูได้การดักน้มเราบอกกดอะปวดจีรอคลางเหมือนเต้นปีมุนโมกทัวสไลด์ทัวจมก้ามองเปานาได้มันเป็นกอนทัวสไลด์ทัวจมก้าจมวยก็แต่ช่วยทัวสไลด์ทัวจมก้ามีเรือมวยการไปเที่ยวไว้มวยอะก็ตายแต่จะช่วยสมัยแต่ทัวเพลย์ทัวทนอลก็ดังนอมบอกโอตังออกนี่ทัวเพลย์ทัวทนอลดำใบเอางี้สูดจิดำใบเตอร์สลาเรียนเตอร์เผยทมเตอร์บันตีเป็ดจังตายมวยเยอะเปลก็บานอ่านสิเพิ่มอีกบ้านแต่ก็บานเรือบ้านนะบอกโอในนี้กระทาเรียนอัดกรูการเปิดสับเพิ่มอีกบ้านนึงประเดี๋ยวบีซ้ายวีปลอมโคลนอ้อยจุดอากำบังนึงเรียนโซดเป็นนุกดบานโยสับเพิ่มนึงโยมาฮัดเรียนอ่านมวยสลักเตอร์มวยสลักมวยสลักเตอร์มวยสลักดอลเปะกระดาษไทยก็กอบใบกรรมฐานเลี่ยมเต็มดองทัวเอาปริบิสายนึงโจสันทัดดึกครุงครวนบอกกวนอันจังหายบานทัวอ้อยกวนสำหรับบอกโอในของภูมินึงซองไตเจ็ดอ๋อแต่มาดองมาปนออกนี่แต่ในภูมิกรุบนี้ต่างอ่อนนึงมันบานดังทาจนอากาบังมันสำหรับในภูมิเต้แต่เยอะไปในจงกราวนึงก็ดังทาจนอากาบังนึงมุกสไลสลังไผ่คลายเปิดง่ายไผ่คลายเปิดยุบอะโดยเบียดเอาไว้มวยจุดสันทัดจังคำโกคำกระเบยสบายแต่จุกมอนตีกระดอยเป็นหัวหายทัวอ้อยนะพุ่มงอกนี้มาปนงอกนี้ไผ่คลายให้กระโดดเลยแต่ในพูดไม่ตื่นเป็นหัวหายในพุ่มกลุ่มนี้ก็บานถูกเลยแต่ในพูดไม่ก็บานชุบหรือกระดาษโดยจำไรหนึ่งเต้ตีตื่นแต่เป็นหัวหายลูกอาจจะก้นก่อนนวมบอรจนอากาบังนึงก็โดยชมุกท้าชมุกดากำเอาเมียนชมุกชีอากาบังชีชมุกอัปเมียงกุลนับคุมครูก็เลิกเล่นโตเตอเอาดานังเตอชีจนอากาบังดาก็บานสำหรับจัดเตอตามอาจจะก้นตลอดวดเรียนโทเรียนโซดตั้งสมาธิอ่อยสงบจัดสงบอารมณ์ดำบีดอกเล่วิญญาณเคราะห์ในของครัวในบทกวนกดกบาลตั้งสมาธิเรียนโทในโครงบัญญาไหลย่างสงบซก
ហើយក៏បានបុះក៏ខ្លាចជាលោកសង្ឃទៅចឹងរឿងរ៉ាវរបស់ admin បងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្ណោះទេបើសិនជាបងប្អូនទាំងអស់គ្នាមានសាច់រឿងឲ្យ admin សម្រាយបងប្អូនគន់តែ comment នៅក្រោមវីដេអូ admin វីដេអូមួយហ្នឹងបងប្អូនទាំងអស់គ្នាថា admin ខ្ញុំមានជាសាច់រឿងរបស់ខ្លួនខ្ញុំផ្ទាល់ខ្ញុំចង់ឲ្យ admin ហ្នឹងសម្រាយចែកជូនប្រិយមិត្តស្ដាប់ដែរតែធ្វើម៉េចបងប្អូនគាត់តែ comment ថាតែប៉ុណ្្នឹងទៅ admin នឹងតម្លាក់លេខ Telegram មួយដើម្បីឲ្យបងប្អូនហ្នឹងចូល Telegram របស់ admin តែម្ដងដល់ពេលបងប្អូនចូល Telegram របស់ admin ណាបងប្អូនចង់ voice ជាសំឡេងក៏បានដែរ voice ថាចេះរឿងនេះរឿងនោះនិយាយពីចេះនិយាយពីចុះក៏បានដែរឬមួយសរសេរជាអក្សរឲ្យ admin ក៏បានដែរ admin នឹងបន្ថែមបន្ថយតាមសាច់រឿងរបស់បងប្អូនទាំងអស់គ្នានឹងងាយស្រួលហើយក៏បានចែករំលែករឿងរ៉ាវពិតខ្មែររបស់យើងមានពិតមែនរឿងចេះរឿងចុះបានបង្ហាត់បង្រៀនទៅដល់ក្មេងៗជំនាន់ក្រោយឲ្យដឹងពីប្រវត្តិសាស្ត្រខ្មែរយើងពីដើមទីកុំឲ្យងប់ងល់ពីសម័យខាងពេកធ្វើអញ្ចឹងហើយបានវាបាត់ថាពីចំនួនក្រោយទៅចំនួនមុនវាលុបបាត់ទៅលុបទៅធ្វើឲ្យចំនួនក្រោយនោះវាលេចដឹងលឺហើយពីខ្លះអ្នកខ្លះនិយាយរឿងខ្មោចអញ្ចឹងគេអត់ជឿយើងទេណាបងប្អូនអរគ្នាហើយពលឹងខ្មោចក៏គេអត់ជឿយើងដែរគេអត់ជឿយើងនោះទេគេថាពលឹងនេះគុណតែយើងសម័យដឹងតែប៉ុណ្ណោះការពិតវាមានមែនតែអ្នកខ្លះមិនជឿនៅតែមិនជឿដូច admin អញ្ចឹង admin ណាមានរឿងរបស់ admin មួយដែរបងប្អូនអរគ្នារឿងខ្លីទេរឿងនឹងតែរឿង admin មានច្រើនការ admin ធ្វើដលងនៅខាងកំពង់ធំនៅដូចជាព្រៃជ្រៅដែរបងប្អូនអរគ្នាក្នុងហ្នឹងadmin នៅតែ4នាក់ទេពេលនោះវ័យ admin ណាត្រឹមតែអាយុ16ឆ្នាំតែ admin ដើរទៅកាប់ព្រៃដើម្បីស៊ីឈ្នួលយកលុយមកទិញខោអាយហ្នឹងស្លៀកពាក់ទៅរៀនឬមួយតែដើរលេងជួយឆ្នាំក្នុងព្រៃហ្នឹងគឺមានសាច់ខ្លាមួយខ្លាហ្នឹងគឺជាខ្លាអ្នកតាតែពពួក admin អត់ដែលដឹងទេតំបន់ហ្នឹងគឺជាតំបន់អ្វីក៏ admin អត់ដឹងដែរតែពេល admin ដឹងបងប្អូនគ្នាគឺភ័យខ្លាចណាស់បុរសចំការហ្នឹងក៏បានប្រាប់ថាកន្លែងហ្នឹងគេបានធ្លាប់ឃើញខ្លាអ្នកតាមួយដល់ធំខ្លាំងពូកែខ្លាំងមែនទែនអ្នកខ្លះឃើញភ័យខ្លាចគ្រុនញាក់គ្រុនញើអ្នកខ្លះដល់ស្លាប់ទៀតadmin ក៏ត្រឡប់មកទៅវិញទៅបងប្អូនអរគ្នាភ័យខ្លាចដែរហ្នឹងក្មេងៗទៅ4នាក់ហ្នឹងការ admin ទៅហ្នឹងមានណាជាស្លោជាដើមណាបងប្អូនអរគ្នាដាំតបាយហើយហ្នឹងដាំតបាយពេលខ្លះស្លោចែកគ្នាបន្ថែមគ្រឿងនេះទៅអំបិលបន្តិចស្ករបន្តិចស្ងោរតឡាយបងប្អូនគ្នានឹកឃើញហ្នឹងដូចវាអត់ស្នាយខ្លួនឯងដែរបងប្អូនគ្នាទៅកាប់ព្រៃឆ្ងាយពីឪពុកម្ដាយក្មេងៗដើម្បីយកលុយមកដល់លេងចូលឆ្នាំទិញសម្លៀកបំពាក់ដើម្បីហ្នឹងទៅរៀនអញ្ចឹងទៅព្រោះ admin មិនដែលថាសុំលុយឪពុកម្ដាយទាំងដុលមកធ្វើការដែលអត់ប្រយោជន៍នោះទេបងប្អូនអរគ្នា admin ប្រើកម្លាំងតាំងពីក្មេងម្លេះដូចជាច្រូតស្រូវដកសំណាបស៊ីឈ្នួលគេមកតំបប្រមាណ100ទៅមកផ្លូនក៏1000នេះទៅការស្ទង់ក៏មួយថ្ងៃអញ្ចឹងបាន15000ដើម្បីយកលុយក៏មករៀនអ្នកខ្លះទៅដើម្បីយើងបណ្ដាក់ដៃគ្នាបងប្អូនអរគ្នាយើងបណ្ដាក់ដៃគ្នាថាឯហ្នឹងយើងទៅជួយគេដូចជា5នាក់លើក្រោយគេមកជួយយើង5នាក់ដែរបើគេតែម្នាក់ក៏គេមកជួយយើង5ដងដែរអញ្ចឹងហើយនៅក្នុងភូមិនីមួយៗគឺស្នាអាស្រ័យគ្នាទៅវិញទៅមកតែម្ដង admin ក៏ត្រឡប់មកផ្ទះវិញដោយសារមានភាពភ័យខ្លាចដែរបងប្អូនគ្នាទាំង5នាក់ហ្នឹងក្មេងៗរស់នៅក្នុងខ្ទមដល់បែកបាក់មួយដែរខ្ទមនោះបើសិនជាអាចយកបងប្អូនយកតែបន្តិចគឺបាក់ហ្មងខ្ទមដែលមានទៅនៅហ្នឹងកាប់នឹងដលងកាប់ចកាហ្នឹងតែ admin បានទេហៅពុកឲ្យមកយក admin វិញផ្លូវដែលមកបងប្អូនគ្នាឆ្លងស្ទឹងតែដូចជា2គីឡូដីទេផុតហ្នឹង20គីឡូហ្នឹងបងប្អូនព្រៃសុទ្ធតែម្ដងព្រៃសុទ្ធក្នុងផ្លូវហ្នឹងព្រៃសុទ្ធតែព្រៃក្នុងព្រៃហ្នឹងក៏មានចកាគេដែរគេមានចកាតែក្នុងចកាគេគ្មានអ្នកណាក៏នៅទេគេនៅតែខែដំណាំដែលគេប្រមូលផលតែប៉ុណ្ណោះ admin ទេឲ្យពុកទៅយកមុនគេ admin មកមុនគេទៀតហើយថាពុកមកយកខ្ញុំផង
លុយបើកបានតែ 50000 ទេបងប្អូនអរគ្នាទៅប្រហែលថ្ងៃទៅ3 4ថ្ងៃដែរបើក5បាន 50000 អញ្ចឹងឯមានក៏បានត្រឡប់មកផ្ទះវិញទៅឪពុកក៏ចាប់ដើមជិះម៉ូតូទៅដោយមានភាពខ្លាចដែរហើយគេប្លន់ម៉ូតូប្លន់អីដែរបងប្អូនអរគ្នានៅកន្លែងហ្នឹងមិនបានទេនៅកន្លែងខ្ញុំហ្នឹងពួកណាមួយព្រៃច្រើនព្រៃជ្រៅអញ្ចឹងការភ័យខ្លាចមួយតែតែមានណាបងប្អូនអរគ្នាអញ្ចឹងរឿងរ៉ាវរបស់មីនគឺមានតែប៉ុណ្្នឹងទេសូមបញ្ជាក់បើសិនជាមានសាច់រឿងកុំភ្លេចខមមិននៅខាងក្រោមវីដេអូអរគុណដល់បងប្អូនអរគ្នាបាយបាយ